ចាថ្ងៃនេះទិវាអ្នកម្ដាយ Mother Day គឺក្រុមហ៊ុនឡាន MG សាខាបាត់ដំបងបានប្រារព្ធពិធីកាត់ម៉ូតសក់ជូនអ្នកម្ដាយក៏ដូចជាការបើកបរសាកល្បងរថយន្តនៅសាខាផ្ទាល់តែម្ដងចាអញ្ចឹងជាដំបូងយើងមកដល់គឺមានតែ welcome drink ក៏ដូចជាអាហារសម្រន់អីចឹងអញ្ចឹងយើងមិនមកអង្គយូរយើងដាក់ម្នាក់មួយកែវទៅតែបៃតងជាក់អីចឹងណាចាម្នាក់មួយកែវមួយសិនទៅខ្លែអង្គុយលេងអីចឹងណាបន្តមកឥឡូវជាយើងរៀបចំហើយមិនមកអង្គយូរម៉ាក់យើងក៏ចូលមួយទៅចាឃើញថាសក់គាត់មានសភាពត្រង់ធម្មតាចឹងទេបន្ទាប់ពីជាងខ្វាច់ហើយចាម៉ូតសក់គាត់លើចេញមកដល់ហើយចាស្អាតទេបងប្អូនជួយក្លែកមើលទាំងអស់គ្នាផងចាចង់ដឹងថាអ្នកម្ដាយយើងពេញចិត្តឬក៏មិនពេញចិត្តទេមកស្ដាប់សំឡេងគាត់ផ្ទាល់ម្ដងចាអូឆ្លៃអត់ដែរកាត់ម៉ូតហ្នឹងទេដែរកាត់ផងស្រឡាញ់អត់មកស្រឡាញ់ហ្នឹងសុទ្ធតែស្អាតដែរកាត់សក់បន្ទាប់ពីកាត់សក់ហើយយើងថតរូបដូចជាវត្ថុអនុស្សាវរីយ៍ម្នាក់មួយសន្លឹកទៅចាបន្ទាប់នេះគឺដល់វគ្គកូនម្ដងចាម្នាក់នេះក៏ម៉ាមីមួយដែរគឺម៉ាមីប៉ាប៉ាវបានចូលមកដល់ហើយបន្ទាប់យើងថតមុនសិនចា before និង after ចា before ឃើញថាសក់កត្រេកត្រឹងល្អណាស់កូនមួយថ្មីថ្មោងចឹងហើយបងប្អូនកុំប្រកែកកាន់អីបន្ទាប់មកជាងក៏បានខ្វិចចាស្អាតផាន់គេម្យ៉ាងដែរណែមើលមកអាប៉ាវស្គាល់ទេបងប្អូនចាបន្ទាប់ពីមើលហើយឲ្យរ៉េតម្នាក់ប្រហែលបន្ទុកដែរបងប្អូនអូខេស្រឡាញ់អត់បងស្រឡាញ់ Hello មីកាត់សក់ហើយមិនដែរស្អាតពេញចិត្តវិញជាងមុនបងប្អូនណាឲ្យកាន់ MG បានចាក្រុមហ៊ុន MG ដែលនាងខ្ញុំថតនេះគឺនៅសាខាខេត្តបាត់ដំបងចាបងប្អូនអាចមកមើលផ្ទាល់ដល់ហាងផ្ទាល់ក៏បានដែរយើងអាចតេស្តសាក់លបងផ្ទាល់ក៏បានចាមកមើលឡានផ្ទាល់ស្ទាបឡានផ្ទាល់ថាឡានមានច្រើនប្រភេទណាមានថាប្រើសាំងប្រើកេសនីប្រើ EV ឬក៏សាំងបូក EV ផ្ទាល់ក៏បានដែរបងប្អូនចាគឺថាតម្លៃទូទុនណាចាចង់កាន់លុយសុទ្ធមកទិញក៏បានចង់បងរំលោះជាមួយក្រុមហ៊ុនផ្ទាល់ក៏បានដែរចាជឿថាសេរីថ្មីកប់សេរីធ្វើឲ្យបងប្អូនខកបំណងទេចាចឹងជាបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកខាងទីប្រឹក្សាផ្នែកលក់យើងលេខទូរស័ព្ទខាងក្រោមនេះផ្ទាល់ក៏បានដែរឬក៏បងប្អូនអាចតាក់ទងទៅតាម Facebook Page MG បាត់ដំបង Brand ផ្ទាល់ក៏ដូចជា MG Cambodia ផ្ទាល់ផងដែរ